ថ្ងៃនេះយើងធ្វើការអានស្លឹកបៀតាមវត្ថុដែលមានតំណាងទៅលើស្លឹកបៀមួយហ្នឹងយើងមានចិញ្ចៀនត្បូងហើយមកចាហៀងទៀតដែលនៅខាងស្ដាំគឺចិញ្ចៀនមាសអ្នកទាំងអស់គ្នាគិតរបៀបមិនក៏បានដែរខ្ញុំអត់ប្រកាសមកអ្នកទាំងអស់គ្នារើសត្រូវតែយកណាមួយដែលអ្នកទាំងអស់គ្នាចាប់អារម្មណ៍ត្បូងទេអ្នកទាំងអស់គ្នាអាចមើលគ្រប់ជ្រុងគ្រប់ជ្រោយអ្នកទាំងអស់គ្នាចង់គិតមើលសិនថាអ្នកទាំងអស់គ្នាចង់រើសមួយណាស្រេចចិត្តអ្នកទាំងអស់គ្នាហើយយើងនឹងមើលពី definition ឬមួយក៏ពីការអានតាមស្លឹកបៀនៅវត្ថុដែលអ្នកទាំងអស់គ្នាបានរើសហ្នឹងដោយសារតែវីដេអូនេះយើងចែកជាពីរផ្នែកចឹងសម្រាប់អ្នកដែលគាត់បានចិញ្ចៀនត្បូងឬក៏គាត់ជ្រើសរើសយកចិញ្ចៀនត្បូងសូមឲ្យគាត់នៅមើលនៅក្នុងវីដេអូនេះណាហើយវីដេអូសម្រាប់អ្នកដែលគាត់រើសយកចិញ្ចៀននេះចាំបន្តិចសិនយើងនឹងមើលនៅក្នុងវីដេអូបន្តទៀតចឹងហើយដើម្បីកុំឲ្យខាតពេលវេលាយូរយើងចូលទៅការអានសម្រាប់សម្រាប់អ្នកដែលគាត់រើសយកនៅចិញ្ចៀនត្បូងនៅខាងឆ្វេងដៃដែលសម្រាប់អ្នកដែលគាត់ជ្រើសរើសយកចិញ្ចៀនត្បូងគាត់បាននៅសន្លឹកបៀដែលតំណាងឲ្យគាត់គឺសន្លឹកបៀ The Magician ដែល The Magician នេះគឺជាសន្លឹកទី2នៅក្នុង Major Arcana ដែលពាក់ព័ន្ធទៅនឹងការបង្ហាញអំពីសកម្មភាពបន្ទាប់ពីការចាប់ផ្ដើមចេញរបស់ The Fool ហើយស្លឹកវាបង្ហាញអំពីស្ថានភាពដែលពេលវេលានេះគឺអ្នកទាំងអស់គ្នាត្រូវតែមានសកម្មភាពឬក៏ពេលវេលាមួយដែលបង្ហាញថាអ្នកទាំងអស់គ្នាមានគ្រប់គ្រាន់ហើយអ្នកទាំងអស់គ្នាមួយចំនួនអាចប្រហែលជាគិតថាតើតែមានអានេះតើតែមានអានោះឬក៏ខ្ញុំខ្វះអានេះក៏អានោះបាទខ្ញុំអាចធ្វើរឿងនេះបានធ្វើរឿងនោះបានក៏ប៉ុន្តែនេះសូមបង្ហាញឲ្យអ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នាមានរបស់នឹងគ្រប់គ្រាន់គ្រប់បែបយ៉ាងហើយទាំងសមត្ថភាពទាំងសម្ភារៈទាំងឧបករណ៍ទាំងគ្រឿងទាំងពេលវេលាគ្រប់បែបយ៉ាងចឹងហើយស្លឹកវានេះចង់បង្ហាញប្រាប់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាគួរតែចាប់ផ្ដើមធ្វើឬក៏ចាប់ផ្ដើមចេញដំណើរឬក៏ចាប់ផ្ដើមនៅអីដែលអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមទៅមេសេចខ្លីៗសម្រាប់អ្នកដែលគាត់រើសយកចិញ្ចៀនត្បូងគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសម្រាប់អ្នកដែលគាត់រើសចិញ្ចៀនមាសយើងចូលទៅកាន់វីដេអូមួយទៀត